តោះអ្នកអស់គ្នាថ្ងៃនេះយើងមកធ្វើតេស្តរលាកដេដែលប្រើកើតនិងរលាកដេដែលប្រើកើតអញ្ចឹងនេះមានពីរមានរបស់ដែលប្រើបង្កើតនិងរបស់ប្រើបង្កើតអញ្ចឹងយើងធ្វើតេស្តតើធ្វើតេស្តយ៉ាងម៉េចមិនដឹងថាខូចឬមិនខូចណាតោះទៅមើលវីដេអូខ្ញុំអញ្ចឹងសម្រាប់រលាកដេសម្រាប់ការធ្វើតេស្តរលាកដេរបស់អសង្ឃអញ្ចឹងរលាកដេដែលខូចខ្ញុំទុកមកកន្លែងសិនណាអានេះសិនឥឡូវខ្ញុំដូរថ្មីចូលអញ្ចឹងរបៀបនៃការឆែកមើលស្រួលទេណាបើសិនជាវានៅល្អពេលដែលយើងដោតចូលចេះឥឡូវឧបមាថានេះគឺជាដុំសោណាបាទអញ្ចឹងដុំសោគឺវាមានភ្លើងអាគុយឡើងពីអាគុយមកចូលដុំសោស្រាច់ណាបាទហើយពេលដែលយើងបើកសោចលនាលាដេរបស់អសង្ឃនៅពេលដែលយើងបើកសោហើយវានឹងចេញជាខ្សែខ្មៅវាចេញខ្សែខ្មៅនេះវាមកត្រាំជាមួយនឹងអាលាដេណាត្រាំមួយអាលាដេមួយហើយអាលាដេនេះវាត្រូវមានភ្លើងអាគុយវាត្រូវមានភ្លើងអាគុយមកត្រាំជាមួយដែរហើយនេះគឺជាម៉ាស់ដែលរងចាំចម្លងណានេះគឺជាខ្សែម៉ាស់ដែលត្រូវចាំរងចាំព្រោះអីខ្សែពណ៌ខៀវនេះគឺជាខ្សែម៉ាស់ដែរនេះខ្សែខៀវនេះណានេះខ្សែនេះគឺជាខ្សែម៉ាស់តួអញ្ចឹងអាខ្សែពណ៌លឿងក្នុងក្រហមនេះគឺជាម៉ាស់ដែលចេញពីតួចម្លងតាមកុងតាក់រត់មករលាដេនេះអញ្ចឹងដូច្នេះដែលថាគេដាក់ពឿននេះគឺមិនឲ្យយើងត direct ទៅខ្សែម៉ាស់ផ្ទាល់ទេបើមិនជាគេដាក់ពឿខៀវអញ្ចេះប្រកាសថាជាងគ្នាយើងនឹងត direct ទៅផ្ទាល់អញ្ចឹងគេដាក់បែបនេះគឺគេសង្កត់ថាខ្សែរងចាំម៉ាស់អញ្ចឹងខ្សែរងចាំម៉ាស់នេះមានតួនាទីរងចាំម៉ាស់ដែរអញ្ចឹងខ្ញុំតវាភ្ជាប់មួយកុងតាក់ឲ្យស្រេចណាកុងតាក់ដេណាអញ្ចឹងនៅពេលដែលប្រព័ន្ធភ្លើងវានៅពេលដែលប្រព័ន្ធភ្លើងរត់មកត្រឹមត្រូវអស់ហើយអញ្ចឹងនៅពេលដែលយើងបើកសោមកភ្លើងអាគុយដែលភ្លើងបើកសោមកចូលរងចាំហើយមកចូលត្រាំហើយអាភ្លើងអាគុយក៏ចូលមកត្រាំហើយស្រេចហើយអញ្ចឹងអាលាដេនេះបើសិនជាវាអត់មានបញ្ហាអីទេបើវាអត់ខូចទេនេះយើងយកអំពូលភ្លើងនេះមកចាក់ចេះណានេះយើងអំពូលភ្លើងមកចាក់ចេះគឺអាលាដេនេះនៅល្អអត់ភ្លឺទេអត់ភ្លឺភ្លើងទេទើបតែយើងចុចដេទើបតែយើងចុចដេណាយើងចុចកុងតាក់ដេពឹបមកនេះឃើញណាចុចកុងតាក់ដេចេះភ្លឺភ្លើងហើយលឺសលេងកុងតាក់ដើរឃើញណាលឺសលេងកុងតាក់ដើរអញ្ចឹងនេះគឺអាលាដេដែលនៅល្អណាបាទហើយដល់ពេលដែលយើងចុចដេចេះហើយពេលយើងដាក់ជាមួយនឹងដុំដេណាហើយយើងចុចយើងចាប់ដើមចុចដុំដេវានឹងវិលឃើញណានេះញ៉ាវានឹងវិលអញ្ចឹងពេលហ្នឹងហើយដែលវាអត់ជាប់ដោយអូតូម៉ាទិកទេព្រោះយើងធ្លាប់ឃើញដែលលាដេដែលជាប់ដោយខ្លួនឯងគឺបញ្ហាដោយសារតែវាហ្នឹងឯងអញ្ចឹងប្រព័ន្ធភ្លើងវាត្រឹមត្រូវហើយអញ្ចឹងយើងដកចេញជាមួយខ្ញុំធ្វើតេស្តអាចារ្យឲ្យមើលណាឥឡូវខ្ញុំដកខ្ញុំធ្វើតេស្តដែលខូចឲ្យមើលអញ្ចឹងនេះគឺលាដេដែលខូចណាខ្ញុំដាក់នេះគឺលាដេដែលខូចអញ្ចឹងនៅពេលដែលយើងដាក់ចូលចេះណានៅពេលដែលយើងដាក់ចូលបែបនេះវាប៉ះម៉ាស់អញ្ចឹងនៅពេលដែលយើងដាក់ចូលបែបនេះអញ្ចឹងសោយើងបើកធម្មតាដែរហើយភ្លើងរត់ត្រាំអីធម្មតាទាំងអស់ប៉ុន្តែសម្រាប់លាដេដែលមានបញ្ហាខូចទៅពេលដែលយើងបើកសោភ្លើងរត់ចូលត្រាំអាគុយរត់ចូលត្រាំហើយខ្សែខ្មៅចេញពីបើកសោចូលត្រាំត្រឹមត្រូវអស់ហើយយើងចាក់អញ្ចឹងយើងអត់បានចុចដេណានេះភ្លើងវាច្រឡងរហូតណាសូម្បីតែយើងបិទសោមកនេះយើងបិទសោហើយណានេះបិទសោហើយនេះក៏នៅតែច្រឡងដែរពួកនេះទាំងអស់គ្នាចាំមើលសង្កេតខ្សែបើកសោឥឡូវនេះខ្សែខ្មៅខ្សែបើកសោឥឡូវខ្ញុំបិទណាយើងចាក់មកអត់មានភ្លើងឃើញអត់មានភ្លើងទេតោះតែយើងធ្វើការបើកសោនេះណាឃើញទេបានមានភ្លើងនេះបើកសោអត់មានភ្លើងតែនេះខ្ញុំបិទសោហើយក៏នៅតែមានភ្លើងដែរអញ្ចឹងនេះបញ្ជាក់ថាលាដេខូចណាលាដេណាអញ្ចឹងបើអ្នកទាំងអស់គ្នាមិនប្រកាសថាវាខូចឥឡូវយើងដាក់ជាមួយដុំដេមកព្រោះយើងដឹងស្រាប់ហើយថាម៉ូតូនៅពេលដែលជិបដេនៅពេលដែលវាជិបដេទោះបីយើងបិទសោបើកសោក៏វាជិបព្រមមានរហូតដែរវាអត់មានឈប់នៅពេលដែលបើកសោឬក៏បិទសោទេអញ្ចឹងជាមួយខ្ញុំដាក់ណាពេលនឹងដេកូនវាហើយយើងឲ្យបានចុចកុងតាក់ដេទេណាឥឡូវកុងតាក់ដេយើងដកចេញណាអញ្ចឹងជាមួយក្រោយយើងញ័រភ្លាមជិបភ្លាមដេភ្លាមកូនវាចឹងណាឃើញណាអញ្ចឹងមានន័យថាលាដេនេះគឺវាខូចដរិចហើយខូចដោយសារវត្តគឺឲ្យតែមានភ្លើងចូលត្រាំវាគឺវាដេកូនវាដោយមិនបាច់ចាំប្រើកុងតាក់ដោយមិនបាច់ចាំបើកសោទេអញ្ចឹងគឺវាដេកូនវារហូតអញ្ចឹងរបៀបធ្វើការធ្វើតេស្តលាដេគឺយើងធ្វើបែបហ្នឹងណាឲ្យដឹងថាខូចមិនខូចណាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺសូមជូនអ្នកអរប៉ុណ្្នឹងបាទអញ្ចឹងអ្នកនរគ្នាដែលចូលមកថ្មីកុំភ្លេចជួយ Subscribe Channel ខ្ញុំម្នាក់មួយមកនៅពេលដែលខ្ញុំធ្វើវីដេអូផុសចូលក្នុង Channel ខ្ញុំវានឹង alert ចូលទូរស័ព្ទដៃអ្នកនរគ្នាដោយស្វ័យប្រវត្តិបាទអញ្ចឹងកុំភ្លេចជួយចុច Subscribe ហើយនឹងជួយចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីជាប្រចាំរាល់ថ្ងៃអរគុណសូមជូនប៉ុណ្្នឹងអរគុណ